ចាជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំត្រឡប់ខ្លាញ់ត្រប់វែងជាមួយសណ្តែកគួរចាឥឡូវដល់វគ្គខ្ញុំត្រូវលាងត្រប់ហើយនឹងសណ្តែកគួរចាបន្ទាប់ពីលាងត្រប់និងសណ្តែកគួរហើយខ្ញុំចាប់ផ្ដើមលាងល្ខ្ទឹមជាមួយនឹងផ្លែម្ទេសឥឡូវបន្លែខ្ញុំលាងស្អាតអស់ហើយចូលដល់វគ្គយើងចិតបន្លែម្ដងចាឥឡូវខ្ញុំធ្វើការចិតត្រប់ជាមុនបងប្អូនចាត្រប់គឺបងប្អូនហាន់ជាកង់ដុំខ្លីៗមកល្មមសម្រាប់ដែលបងប្អូនជួយចិត្តបបាយណាបងប្អូនកាត់បបាយហ្នឹងទៅចាចំពោះខ្ញុំកាត់ដុំខ្លីៗបបាយនេះបានហើយយើងហូបទៅវាមកល្មមចាបន្ទាប់ពីកាត់ដុំហើយបងប្អូនហាន់វាជាច្បាមូល4ជ្រុងរាងតូចមកល្មមទៅចានេះគឺកាត់ច្បាមូល4ជ្រុងដូចខ្ញុំអញ្ចឹងកាត់ប៉ុណ្ណឹងទៅចាឥឡូវចូលដល់វគ្គខ្ញុំធ្វើការកាត់សណ្តែកគួរម្ដងចាមុននឹងកាត់ហ្នឹងគឺខ្ញុំរៀបចំវាឲ្យស្អាតឲ្យស្មើសិនដើម្បីស្រួលកាត់វាចាចំពោះសណ្តែកគួរបងប្អូនកាត់វាជាកង់ដុំប្រហែលជាមួយថ្នាំងដៃមកចាបបែងហ្នឹងមកចាឥឡូវសណ្តែកគួរខ្ញុំកាត់ហើយឥឡូវចូលដល់វគ្គខ្ញុំហាន់ល្ខ្ទឹមម្ដងចាហាន់ល្ខ្ទឹមទុកបងក្រោយនៅពេលដែលស្លឆ្អិនហើយបន្ទាប់ពីហាន់ល្ខ្ទឹមហើយគឺខ្ញុំហាន់ម្ទេសចាព្រោះយើងដាក់ម្ទេសហឹរតិចទៅវាមានរសជាតិឆ្ងាញ់ចាឥឡូវបន្លែខ្ញុំបានកាត់វាហើយនឹងហាន់អីរួចហើយឥឡូវចាចូលដល់វគ្គគ្រឿងផ្សំម្ដងមានម្សៅស្រួយម្សៅស៊ុបប៊ីចេងស្ករសទឹកត្រីប្រេងម្ទេសហើយនិងប្រេងខ្យងចាឥឡូវចូលដល់វគ្គខ្ញុំដាក់ត្រប់បន្ទាប់មកខ្ញុំដាក់ម្សៅស្រួយចាដើម្បីកូរវាឲ្យសព្វដើម្បីយកទៅបំពងចាម្សៅស្រួយខ្ញុំដាក់ប៉ុណ្ណឹងបន្ទាប់មកខ្ញុំកូរវាឲ្យសព្វចំពោះម្សៅស្រួយបងប្អូនដាក់តាមបន្លែដែលបងប្អូនដាក់ត្រប់បងប្អូនដាក់ច្រើនអញ្ចឹងបងប្អូនដាក់រៀងច្រើនទៅយើងលៃមើលមកល្មមទៅចានេះមួយផ្លែខ្ញុំដាក់វាតែកន្លះកូនចានទេចាបន្ទាប់ពីខ្ញុំកូរត្រប់ជាមួយម្សៅស្រួយអស់ហើយខ្ញុំចាប់ផ្ដើមដាក់ខ្ទះលើភ្លើងបន្ទាប់មកខ្ញុំចាក់ខ្លាញ់ចូលបន្ទាប់មកខ្ញុំយកត្រប់ដែលខ្ញុំកូរជាមួយម្សៅស្រួយហ្នឹងខ្ញុំយកមកបំពងសិនមុននឹងខ្ញុំយកទៅឆាព្រោះអីត្រប់វាមានវាឆាប់ទន់ណាបងប្អូនដល់ពេលបងប្អូនដាក់ម្សៅស្រួយកូរវាឲ្យសព្វហើយយកមកបំពងចេះគឺវាអត់ងាយទន់ទេវាអត់បែកសាច់ទេហើយមានរសជាតិឆ្ងាញ់ទៀតនៅពេលដែលបងប្អូនធ្វើបែបនេះចាឥឡូវខ្ញុំចាប់ផ្ដើមកូរវាឲ្យឆ្អិនចាបន្ទាប់ពីត្រប់បំពងខ្ញុំឆ្អិនហើយខ្ញុំចាប់ផ្ដើមដួសដាក់ចានទុកវាមួយឡែកសិនចាឥឡូវចូលដល់វគ្គឆាបន្លែវិញម្ដងចាបន្ទាប់ពីត្រប់ឆ្អិនហើយដួសដាក់ចានទុកម្ល៉េះហើយឥឡូវខ្ញុំដាក់ខ្លាញ់បន្ថែមបន្តិចបន្ទាប់មកខ្ញុំដាក់ខ្ទឹមសចូលចាហើយខ្ញុំកូរវាចុះឡើងឲ្យវាឈ្ងុយបន្តិចទៅបន្ទាប់ពីបំពងខ្ទឹមឲ្យរាងឈ្ងុយហើយខ្ញុំចាប់ផ្ដើមដាក់សណ្តែកគួរចូលចាសណ្តែកគួរចូលហើយខ្ញុំធ្វើការកូរវាឲ្យទន់បន្តិចសិនសណ្តែកគួរចាបន្ទាប់មកខ្ញុំដាក់ទឹកត្រីចូលចាបន្ទាប់ពីដាក់ទឹកត្រីចូលហើយខ្ញុំកូរវាឲ្យជូរជាតិបន្តិចបងប្អូននៅពេលដែលបំពងខ្ទឹមហើយយើងដាក់បន្លែចូលដាក់ទឹកត្រីតាមក្រោយអញ្ចឹងណាគឺវាឈ្ងុយបានយូរហ្មងចាបងប្អូនចាបន្ទាប់ពីដាក់ទឹកត្រីហើយចាំបងប្អូនដាក់ស្ករសចាឥឡូវខ្ញុំចាប់ផ្ដើមដាក់ស្ករសចូលចា
បន្ទាប់ពីដាក់ស្ករហើយគឺខ្ញុំដាក់ប៊ីចេងបន្តិចចាបន្ទាប់ពីប៊ីចេងហើយខ្ញុំដាក់ម្សៅស៊ុបបន្តិចចាបន្ទាប់មកទៀតគឺខ្ញុំដាក់ប្រេងម្ទេសចូលចាខ្ញុំប្រើប្រេងម្ទេសដើម្បីឲ្យសម្លកាន់តែមានរសជាតិឈ្ងុយចាបន្ទាប់មកខ្ញុំដាក់ប្រេងខ្យងចាដាក់ប្រេងខ្យងដើម្បីឲ្យវាទន់បន្លែវាចូលជាតិវាកាន់តែមានរសជាតិឆ្ងាញ់មួយកម្រិតទៀតចាបន្ទាប់មកទៀតគឺខ្ញុំធ្វើការកូរឲ្យវាចូលជាតិបន្តិចបន្ទាប់មកខ្ញុំចាប់ផ្ដើមយកត្រប់ដែលយើងបានបំពងឲ្យដែលគ្រឿងពុកម្ល៉េះនេះយកមកចាក់ចូលជាមួយគ្នាចាបន្ទាប់មកកូរវាចុះឡើងឲ្យឆ្អិនមកចាតកតងនឹងគ្រឿងត្រូវអាស្រ័យលើបងប្អូនចូលចិត្តផ្អែមសាបប្រៃគឺថែមតាមនឹងទៅចាចំពោះខ្ញុំដាក់គ្រឿងត្រូវប៉ុណ្ណឹងគឺខ្ញុំល្មមហើយខ្ញុំអត់ត្រូវការថែមអំបិលទេតែចំពោះបងប្អូនដែលគាត់ចូលចិត្តគ្រឿងប្រៃបងប្អូនអាចដាក់អំបិលបានតែចំពោះខ្ញុំអត់បានដាក់ទេដោយសារខ្ញុំចូលចិត្តសាបអញ្ចឹងម្ហូបខ្ញុំប៉ុណ្ណឹងគឺបានហើយចាឥឡូវត្រឡប់ខ្លាញ់ត្រប់វិញជាមួយសណ្តែកគួរក៏បានឆ្អិនរួចរាល់ហើយដែរអញ្ចឹងខ្ញុំចាប់ផ្ដើមធ្វើការដួសដាក់ចានចាបន្តមកទៀតក៏ចូលដល់វគ្គខ្ញុំហូបម្ដងចាហើយខ្ញុំក៏សូមជម្រាបសួរម្ដងទៀតដល់ពុកម៉ែបងប្អូនទាំងអស់គ្នាចាហើយជាចុងក្រោយនាងខ្ញុំក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់ចាបើមានការខុសឆ្គងត្រង់ពាក្យសម្ដីនិយាយទៅខុសឆ្គងត្រង់ណាសូមបងប្អូនខន្តីអភ័យទោសចាសូមអរគុណសូមជម្រាបលាបាយបាយជួបគ្នាក្នុងវីដេអូក្រោយ